ក្រសួងរៀបចំដែនដីចាប់ផ្ដើមចែកប័ណ្ណកម្មសិទ្ធិជូនអតិថិជនបុរីលេងល្បាតត្រាដំណាក់កាលទី3ចំនួន2463ប័ណ្ណក្រសួងរៀបចំដែនដីនគររូបិយកម្មនិងសំណង់បានបើកពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដល់អតិថិជនបុរីលេងល្បាតត្រាគម្រោងផ្លូវជាតិលេខ 6A និងជ្រៃ100ដំណាក់កាលទី3ចំនួន2463ប័ណ្ណនៅព្រឹកថ្ងៃទី27ខែវិច្ឆិកានៅទីស្តីការក្រសួងក្រមអធិបតេយ្យភាពឯកឧត្តមសាយសំអល់នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឯកឧត្តមសាយសំអល់បានអំពាវនាវសូមអភ័យទោសចំពោះបញ្ហាដែលកើតឡើងកន្លងមកនិងបញ្ជាក់ថាក្រសួងកំពុងខិតខំដោះស្រាយឲ្យបានរហ័សនិងទូលំទូលាយដើម្បីធានាថាអតិថិជនទាំងអស់ទទួលបានសិទ្ធិកម្មសិទ្ធិពេញលេញលើផ្ទះនិងដីឡូតិ៍ឯកឧត្តមបានលើកឡើងថាក្រសួងតែងតែចង់ឃើញប្រជាពលរដ្ឋមានដំបូលជ្រកមានជីវភាពសុខសាន្តនិងមានចំណូលសមរម្យឯកឧត្តមបានផ្ដល់អនុសាសន៍ឲ្យអតិថិជនរស់នៅជាសហគមន៍ល្អដោយកិត្តគូអំពីផ្លូវទឹកភ្លើងបរិស្ថានសុវត្ថិភាពនិងការដាំដើមឈើក្នុងទីកន្លែងរស់នៅក្រសួងនឹងបន្តសហការជាមួយក្រុមហ៊ុនបុរីនិងធនាគារដើម្បីធានាលំហូរសាច់ប្រាក់និងជួយឲ្យប្រជាពលរដ្ឋទទួលបានអត្រាការប្រាក់ទាបសម្រាប់ការបង់ថ្លៃផ្ទះនិងដីឡូតិ៍ការចែកប័ណ្ណកម្មសិទ្ធិនិងនីតិវិធីចុះបញ្ជីទេត្រូវអនុវត្តរយៈពេល3ថ្ងៃពីថ្ងៃទី27ដល់29ខែវិច្ឆិកាឆ្នាំ2025នៅក្រសួងរៀបចំដែនដីសម្រាប់អតិថិជនក្នុងតំបន់ជ្រៃ100និងអន្លង់ស្លែងស្រុកមុខកំពូលខេត្តកណ្ដាលក្នុងដំណាក់កាលទី3នេះអតិថិជនដែលបានបង់ប្រាក់គ្រប់100%អាចដាក់ពាក្យស្នើសុំទេកម្មសិទ្ធិក្នុងក្របខ័ណ្ឌច្បាប់ដោយភ្ជាប់កិច្ចសន្យាលក់ទិញច្បាប់ដើមវិក័យប័ត្របង់ប្រាក់ឬឯកសារភស្តុតាងបង់ប្រាក់និងឯកសារពាក់ព័ន្ធផ្សេងៗតាមតម្រូវការ